សម្រាប់នយោបាយដាំថ្នាក់សួរសុខទុក្ខកងកម្លាំងកំពុងឈរជើងការពារទឹកដីនិងជនភៀសសឹកដែលភៀសខ្លួនដោយសារពួកចៅឈ្លានពានតាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃពុធទី10ធ្នូនេះសម្រាប់នយោបាយហ៊ុនសែនបានចេញសារផ្ញើការសាកសួរសុខទុក្ខចំពោះកងកម្លាំងបដិអាវុធគ្រប់ប្រភេទដែលបាននឹងកំពុងឈរជើងការពារទឹកដីដ៏អង្អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចៅឈ្លានពានទឹកដីដែលក៏ចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ដែលភៀសខ្លួនដោយសារចៅឈ្លានពានសម្ដេចក៏សូមអរគុណចំពោះសប្បុរសជននិងការចូលរួមពីសម្ភារៈថវិកាតាមរយៈរដ្ឋាភិបាលក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជួបផ្ទាល់ដល់កងកម្លាំងបដិអាវុធនិងបងប្អូនជនភៀសសឹកសម្ដេចជុំមានប្រសាសន៍ថាសម្ដេចបានឃើញសំណុំពរយុទ្ធជនម្នាក់ពីសមរភូមិថាសូមជួយជីអំបុកល្អជាងជួយជាមីសម្ដេចយល់ថាសំណុំពរនេះសមហេតុសមផលដែលសម្ដេចយល់ថាការផ្ដល់ជូននេះនៅតែបន្តជាមួយនឹងការផ្ដល់អំបុកបន្ថែមសម្ដេចចូលលើកឡើងបន្តថាស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹកសម្រាប់ការវេចខ្ចប់គួរធ្វើតាមមួយកញ្ចប់1គីឡូឬ2គីឡូសម្រាប់យុវជនម្នាក់ៗយកតាមខ្លួនប្រសិនដាក់ជាបាវឬក៏រងលំបាកដល់ការចែកចាយនៅខ្សែត្រៀមជួរមុខសម្ដេចមានប្រសាសន៍បន្ថែមថាទទួលទានអំបុកស្រូវថ្មីវាសត្រូវឈ្លានពាន